ពុកម៉ែបងប្អូនមិញខាតបានតរៀនញ៉ាំទេបាទឥឡូវនេះអរគុណបងស្រីមែនទែនគាត់ទៅរោងទៅគោះទៅអីផងបាទឥឡូវនេះបានមកផ្លែបាទនេះអានេះគេគួយគេបងពូមនីបាទអីសំណាងមែនទែនបាទគាត់ថាតរៀនគាត់លើកទី1នេះតែគាត់ទៅគោះផងទៅអីផងត្រឹមបានថាគ្រូមើលហើយធ្វើម៉េចឲ្យបានហូបបន្តិចណាអីអញ្ចឹងអរគុណទឹកចិត្តបងស្រីឥឡូវសុំខ្លួនណាបងខ្លួនបងហើយតរៀនផ្លែទី1ណាទី1យកតំណាងបងប្អូនបាននេះមើលនេះបាទផ្លែទី1បាទដាក់បន្តិចទៅរសជាតិឆ្ងាញ់យើងតំណាងទេបងប្អូនអើយធ្វើម៉េចទេបើយើងអាសាដើរតាមខេត្តដូចអញ្ចឹងរៀងតំណាងជាងគេអញ្ចឹងណាតរៀនអត់តដល់ខែផងតែយើងបានហូបមុនណាហើយតរៀននេះដោយសារគាត់មិញគាត់ថាដើរទៅគោះមិនក្រោមពី30ដើមទេបាទគោះលេចគោះកើតចំតរៀនហើយតរៀននេះមិនបេះយកទៅផ្ទុំទៀតណាគឺទុំនឹងដើមទៅទៀតបាទទុំជ្រុះទៀតអូយអែមែនទេបងប្អូនយើងសុំមួយទៀតណាស៊ីមិនឈប់អារបស់ពេញខ្លួនឯណានៅស៊ីទៀតឆ្ងល់ចុយម៉ែមនុស្សមិនក៏ល្មមស៊ីយ៉ាងនេះទូថាស្នេហាមានរសជាតិយ៉ាងម៉េចទៅតែខ្ញុំរើសយកតរៀនហ្នឹងបងប្អូនហើយមកអរគុណច្រើនពុកម៉ែបងប្អូនអរគុណ